ខែឧសភាឆ្នាំ2026ខ្ញុំសូមអបអរសាទរដល់លោកអ្នកដែលកើតនៅឆ្នាំរោងអ្នកដែលកើតឆ្នាំរោងបានឃើញនៅវីដេអូនេះសូមខមមិនលេខសំណាងគឺលេខ136ពណ៌សំណាងពណ៌លឿងលេខ136គឺជាលេខនាំឌៀបនាំសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងអញ្ចឹងអ្នកដែលកើតឆ្នាំរោងអ្នកដែលមានស្វាមីឬគ្រួសារដែលកើតឆ្នាំរោងសូមខមមិនជំនួសគាត់ឬមួយខមមិនខ្លួនឯងដើម្បីទទួលលៀបទទួលសំណាងលេខសំណាងលេខ136ចំណែកពណ៌សំណាងពណ៌លឿងខមមិនលេខ136 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ136អ្នកដែលកើតឆ្នាំរោងរាសីលោកអ្នកឡើងខ្លាំងនៅចុងខែឧសភានេះដូច្នេះកិច្ចការងារកន្លងមកទាំងឡាយទាំងពួងគឺយើងមិនសូវបានជោគជ័យយើងមិនសូវបានរីកចម្រើនដោយសាររាសីយើងធ្លាក់អញ្ចឹងយើងកុំបាក់ទឹកចិត្តយើងកុំអស់សង្ឃឹមចាប់ពីថ្ងៃនេះរហូតដល់ដាច់ខែគឺរាសីយើងឡើងហើយក៏កាក់កបមកវិញអញ្ចឹងយើងប្រឹងធ្វើបន្តទៅទៀតពីមុនយើងដួលហើយយើងបាក់ហើយប៉ុន្តែឥឡូវនេះយើងត្រូវងើបឡើងវិញហើយខ្ញុំសប្បាយចិត្តណាស់ទោះបីខ្ញុំមិនមែនជាអ្នកកើតឆ្នាំរោងក៏ដោយពេលដែលខ្ញុំបានឃើញអ្នកកើតឆ្នាំរោងរាសីឡើងខ្ញុំហាក់ដូចជារំភើបអចេញពីក្នុងពោះតែម្ដងដោយសេចក្តីស្មោះត្រង់ព្រោះថាខ្ញុំចង់ឲ្យអ្នកដែលកើតឆ្នាំរោងរាសីឡើងពីព្រោះថាអ្នកដែលកើតឆ្នាំរោងរាសីធ្លាក់ណាស់ធ្លាក់មិនមែនមួយថ្ងៃធ្លាក់មិនមែនពីរថ្ងៃធ្លាក់3-4ឆ្នាំអត់ល្អទេអត់កាក់កបទេចិត្តដាច់ខ្យល់ងាប់បីសល់តែដង្ហើមចង្រិតទេអ្នកដែលកើតឆ្នាំរោងទាំងអស់ដែលនៅរស់បានសិតតែអ្នករឹងមាំហើយបើអ្នកទុនជ្រេកបែបទៅលោតទឹកស្ពានជ្រោយចង្វាស្លាប់បាត់ហើយអ្នកដែលកើតឆ្នាំរោងមនុស្សមានគុណធម៌ណាបងប្អូនជួយតែគេទេមកជីវិតគេមិនដែលជួយខ្លួនឯងទេលះបង់ដើម្បីគេស្រឡាញ់គេចុងក្រោយគេស្អប់ជួយគេចុងក្រោយធ្វើគុណបានទោសធ្វើល្អតតែងាប់អ្នកកើតឆ្នាំរោងគ្មានមើលឃើញគ្មានអ្នកសរសើរទេហើយបើអត់ខុសក៏គេថាយើងខុសដែរចឹងជីវិតអ្នកកើតឆ្នាំរោងជួបតែការលៀបពណ៌ជួបតែភាពអយុត្តិធម៌ជួបតែការចំណែនជួបតែការឈ្នានីសអ្នកដែលកើតឆ្នាំរោងទាំងប្រុសទាំងស្រីមិនដែលមានសំណាងដោយថាដេកស្ងៀមបានលុយចាយអត់ទេណាគឺអ្នកដែលកើតឆ្នាំរោងកើតមកអង់គ្លេសថាត្រូវតែ work hard ត្រូវតែហត់អ្នកដែលកើតឆ្នាំរោងបងប្អូនស៊ីបាយលឿនធ្វើអីលះឆាប់ខឹងបន្តិចមែនប៉ុន្តែមនុស្សគាត់ល្អបាទស្មោះត្រង់បំផុតមិនដែលចេះកេងប្រវាញ់មិនដែលចេះគិតវេះពីណាទេប៉ុន្តែឲ្យតែសេចក្តីរំពឹងរបស់អ្នកកើតឆ្នាំរោងមិនដែលបានដូចចិត្តមិនដែលបានដូចបំណងទេបងប្អូនបើធ្វើការធ្វើច្រើនជាងគេដល់ពេលខុសជាងគេបើធ្វើអីប្រឹងជាងគេខុសជាងគេដល់ពេលលទ្ធផលល្អគេមើលអត់ឃើញដល់ពេលលទ្ធផលដែលមិនល្អគឺគេមើលឃើញពេលខ្លះអត់ខុសក៏គេចោទថាយើងខុសដែរអញ្ចឹងជីវិតអ្នកកើតឆ្នាំរោងតាំងពីដឹងក្តីរហូតដល់បច្ចុប្បន្នម្នាក់អ្នកខ្លះអាយុ20អ្នកខ្លះអាយុ30អ្នកខ្លះអាយុ40គឺជួបតែរឿងអយុត្តិធម៌ទេអយុត្តិធម៌ជារៀងរហូតតរៀងទៅអញ្ចឹងខ្ញុំលោកគ្រូមហាជុំខ្ញុំសូមសំណូមពរឲ្យខ្ញុំលើកដៃឡើងអង្វរសំពះដល់លោកអ្នកដែលមានឪពុកម្ដាយមានកូនមានចៅមានគ្រួសារដែលកើតនៅឆ្នាំរោងសូមមេត្តាអាណិតសូមមេត្តាគិតពីគាត់ផងសួរគាត់ផងសួរថាឥឡូវហើយងាប់ឯនៅសុខទុក្ខយ៉ាងម៉េចដែរវាអត់មានណាអ្នកដែលកើតឆ្នាំរោងគាត់ក៏ត្រូវការកម្លាំងចិត្តគាត់ក៏ត្រូវការកម្លាំងកាយពីអ្នកនៅជុំវិញខ្លួនដែរបើទោះបីជាយើងមើលទៅថាគាត់រឹងមាំគាត់ប្រកែកក៏ពិតមែនប៉ុន្តែគាត់ក៏ត្រូវការឲ្យតម្លៃការលើកទឹកចិត្តពីហៃសាធុជនអ្នកនៅជុំវិញខ្លួនដែរអញ្ចឹងមើលឃើញគ្នាក្នុងផ្លូវល្អផងប្រយ័ត្នតែគ្នាងាប់ទៅចាំមកស្ដាយក៏វាគ្មានបានប្រយោជន៍អីដែរអ្នកដែលកើតឆ្នាំរោងបងប្អូនណាល្មមរៀនអាត្មានិយមហើយល្មមរៀនគិតពីខ្លួនឯងហើយកុំគិតអ្នកដទៃច្រើនពេកណាយូរទៅសូម្បីតែម្ដាយឪពុកក៏មិនយល់ចិត្តសូម្បីតែបងប្អូនក៏មិនយល់ចិត្តសូម្បីតែប្តីក៏មិនយល់ចិត្តសូម្បីតែកូនក៏មិនយល់ចិត្តជីវិតវាបែបហ្នឹងវាឯកោណាស់បាទអញ្ចឹងបើគេគ្រប់គ្នាគេបោះបង់យើងចោលហើយអញ្ចឹងយើងមិនអាចបោះបង់ខ្លួនឯងចោលទៀតទេអ្នកកើតឆ្នាំរោងយើងលែងលំបាកហើយយើងលែងវេទនាហើយពីព្រោះថាពីថ្ងៃទី20នេះរហូតដល់ដាច់ខែ5គឺរាសីយើងចាប់ផ្ដើមឡើងហើយទេវតាទាំងឡាយព្រះអិនព្រះព្រំទាំងឡាយលោកចាំប្រទានពរប្រទានជ័យដល់យើងហើយអញ្ចឹងយើងសប្បាយចិត្តយើងរីករាយណាស់បងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំរោងគឺធ្វើចិត្តឲ្យរីករាយទៅសប្បាយចិត្តទៅលែងមានបញ្ហាហើយចាប់ពីថ្ងៃទី20ដល់ដាច់ខែ5គឺរាសីឡើងអញ្ចឹងអ្នកដែលកើតឆ្នាំរោងមានបញ្ហារាំងស្ទះផ្នែកលុយកាក់មានបញ្ហារាំងស្ទះរឿងណាមិនល្អរឿងណាដែលធ្វើមិនទាន់បានជោគជ័យរយៈពេល10ថ្ងៃចុងខែនេះគឺបញ្ញាប់រូតរះធ្វើឲ្យរួចណាបងប្អូនណាបាទធ្វើឲ្យរួចព្រោះវាជាឱកាសឲ្យកុំឲ្យឱកាសនឹងផុតទៀតទាន់រាសីឡើងធ្វើអីឲ្យហើយអ្នកដែលកើតឆ្នាំរោងខមមិនលេខសំណាងលេខ136ពណ៌សំណាងគឺយើងប្រើពណ៌លឿងគឺជាពណ៌សំណាងមិនមែន10ថ្ងៃចុងខែនឹងពាក់ពណ៌លឿងរហូតទេប៉ុន្តែយើងគួរតែរកពេលវេលាណាមួយសមរម្យយើងពាក់ពណ៌នេះដើម្បីតម្លើងរាសីយល់ល្អថ្ងៃស្អែកថ្ងៃ20ហ្នឹងក្នុងគ្នាពាក់គ្រប់គ្នាទៅ
អ្នកដែលកើតឆ្នាំរោងបងប្អូនណាបាទគឺខ្ញុំសូមជម្រាបជូនថារាសីយើងចាប់ផ្ដើមល្អយើងធ្វើអីក៏បានដែរហើយបើយើងចង់ឲ្យយើងលក់ដូរដាច់រកស៊ីមានបានលុយចូលគ្រប់ទិសឲ្យគេជពាក់លុយគេសងលុយយើងហើយជួយឲ្យរាសីយើងឡើងកាក់កបមានលុយចូលដូចមហាសេដ្ឋីកាក់កបបងប្អូនអាចជាវនៅឈុតមហាសេដ្ឋីនេះយកទៅប្រើឈុតមហាសេដ្ឋីនេះសម្រាប់លោកអ្នកកើតឆ្នាំរោងបងប្អូនជាវយកទៅពាក់មានខ្សែកទេវតាទ្របគឺខ្សែកទេវតាទ្របនេះកាលណាយើងពាក់ជាប់ទាំងខ្លួនគឺទ្របហូរចូលលៀបហូរចូលប្រច្រាស់ទិសហើយយើងរកអីក៏បានកាក់កបយើងរកអីក៏បានជោគជ័យបងប្អូនជាឈុតមហាសេដ្ឋីមានខ្សែកទេវតាទ្របហើយមានខ្សែដៃហុងស៊ុយ5ធាតុខ្សែដៃហុងស៊ុយ5ធាតុនេះគឺជាប្រភេទខ្សែដៃដែលយើងយកទៅពាក់ទៅនឹងធ្វើឲ្យយើងនឹងរាសីឡើងកាត់ឆុងហើយធ្វើឲ្យយើងឈ្នះអស់មារសត្រូវធ្វើឲ្យយើងដេកលក់ស្រួលធ្វើឲ្យយើងមានលៀបមានជ័យធ្វើឲ្យលុយយើងសល់ដោយសារវាមានសត្វពីរសៀវហើយមានយ័ន្តលឿងនេះយ័ន្តកថាមាសនេះចំនួន2ដើម្បីឲ្យយើងយកទៅដាក់តាមខ្លួនធ្វើជាអាវក្រោះមួយដើម្បីការពារយើងឲ្យហេងអញ្ចឹងបងប្អូនអ្នកដែលកើតឆ្នាំរោងជាវឈុតមហាសេដ្ឋីនេះយកទៅប្រើមានខ្សែដៃមានខ្សែកហើយនឹងមានយ័ន្តអញ្ចឹងបងប្អូនយកទៅប្រើទៅបងប្អូនចម្រើនជោគជ័យបងប្អូនរុងរឿងបងប្អូនឧត្តមឧត្តមកុំថ្កៅអញ្ចឹងអ្នកដែលកើតឆ្នាំរោងណាកុំយឺតណាបងប្អូនឃើញវីដេអូនេះជាវនៅខ្សែកនិងខ្សែដៃនេះឈុតមហាសេដ្ឋីនេះយកទៅប្រើទៅលែងលំបាកលែងវេទនាលែងតោកយ៉ាក់ទៀតហើយអ្នកដែលកើតឆ្នាំរោងខមមិនលេខសំណាងលេខ136ហើយរកឲ្យពណ៌លឿងពាក់ណាបងប្អូនណាបាទហើយ share វីដេអូដាក់លេខ136លោកអ្នកនឹងមានលៀបមានសំណាងហើយទោះបីជាយើងមិនមែនឆ្នាំរោងក៏ដោយប៉ុន្តែគ្រួសារយើងឆ្នាំរោងយើងខមមិនជំនួសគាត់បានក៏គាត់នឹងទទួលលៀបជ័យចូលមកបានល្អផងដែរ